សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីរបៀបធ្វើសម្លកគោខ្មែរសូមបងប្អូនខ្មែរជួយតាមដានចែករំលែកនិង Like ដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូអំពីម្ហូបរបស់បងប្អូនខ្មែរយើងសូមអរគុណសម្លកគោខ្មែរគឺជាម្ហូបបុរាណខ្មែរដែលមានលក្ខណៈពិសេសត្រង់ការប្រើប្រាស់បន្លែចម្រុះនិងអង្ករលីងដែលធ្វើឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់និងសម្បូរទៅដោយសារធាតុចិញ្ចឹមខាងក្រោមនេះគឺជាវិធីធ្វើតាមបែបសាមញ្ញ 1. គ្រឿងផ្សំសំខាន់សាច់ត្រីរស់ឬត្រីឆ្ដោឬសាច់ជ្រូក3ជាន់តាមចំណូលចិត្តគ្រឿងបុកស្លឹកគ្រៃរមៀតរំដេងខ្ទឹមក្រហមស្លឹកក្រូចសើចនិងខ្ជាយអង្ករលីងឲ្យឈ្ងុយរួចបុកឲ្យម៉ត់បន្តិចប្រហុកសាច់ចិញ្ច្រាំឲ្យម៉ត់បន្លែល្ហុងខ្ចីត្រប់ស្រួយឬត្រប់វែងល្ពៅសណ្តែកគួរចេកខ្ចីខ្នុរខ្ចីនិងស្លឹកបាសឬស្លឹកម្រុំគ្រឿងទឹកត្រីអំបិលស្ករត្នោតនិងម្សៅស៊ុប 2. របៀបធ្វើជំហានទី1ការរៀបចំបុកគ្រឿងឲ្យម៉ត់ល្អលាងសាច់ឲ្យស្អាតរួចហាន់ជាដុំតូចល្មមចិតបន្លែទាំងអស់រួចលាងទឹកឲ្យស្អាតសម្រាប់ចេកខ្ចីគួរត្រាំទឹកក្រូចឆ្មាឬទឹកអំបិលដើម្បីកុំឲ្យខ្មៅជំហានទី2ការឆាគ្រឿងដាក់ឆ្នាំងឲ្យក្តៅរួចដាក់ខ្លាញ់បន្តិចឬមិនបាច់ក៏បានរួចដាក់គ្រឿងដែលបុកហើយនិងប្រហុកចូលឆាឲ្យឡើងឈ្ងុយដាក់សាច់ចូលរួចឆាត្រឡប់ឲ្យចូលជាតិជាមួយគ្រឿងរួចដាក់ស្ករត្នោតទឹកត្រីនិងអំបិលបន្តិចជំហានទី3ការដាក់បន្លែនិងអង្ករនៅពេលសាច់ឆ្អិនបន្តិចដាក់បន្លែដែលក៏ឆ្អិនចូលមុនដូចជាល្ហុងចេកខ្ចីខ្នុរខ្ចីរួចឆាចូលគ្នាឲ្យសព្វដាក់អង្ករលីងចូលរួចឆាបញ្ចូលគ្នាការដាក់អង្ករនៅពេលនេះជួយឲ្យសម្មានក្លិនឈ្ងុយខ្លាំងជំហានទី4ការរំងាស់សម្លចាក់ទឹកចូលក្នុងឆ្នាំងកុំដាក់ច្រើនពេកព្រោះសម្លកគោខ្មែរត្រូវមានទឹកខាប់តិចទើបឆ្ងាញ់ទុកឲ្យពុះរួចដាក់បន្លែដែលងាយឆ្អិនចូលដូចជាត្រប់សណ្តែកគួរល្ពៅភ្លក្សរសជាតិឲ្យល្មមតាមចំណូលចិត្តផ្អែមតិចប្រៃនិងឈ្ងុយប្រហុកជំហានទី5ការបញ្ចប់នៅពេលបន្លែទាំងអស់ឆ្អិនល្អដាក់ស្លឹកបាសឬស្លឹកម្រុំចូលរួចកូរឲ្យសព្វនិងបិទភ្លើងជាការស្រេចគន្លឹះដើម្បីឲ្យកាន់តែឆ្ងាញ់អង្ករត្រូវតែលីងឲ្យឈ្ងុយថ្មីវានឹងធ្វើឲ្យម្ហូបមានក្លិនក្រអូបឈ្ងុយខុសពីធម្មតាបន្លែកាន់តែច្រើនមុខកាន់តែធ្វើឲ្យទឹកសម្មានរសជាតិផ្អែមបែបធម្មជាតិបើសិនជាប្រើត្រីគួរឆាវាថ្នមដើម្បីកុំឲ្យបែកសាច់ត្រី